ថ្ងៃនេះចាខ្ញុំសូមមកស្រង់អត្ថបទអំពីសិភៅ Hero បងប្អូនចឹងដឹងអត្ថន័យកាន់តែច្បាស់បងប្អូនចាកុំភ្លេចតាមវីដេអូនេះដល់ចប់ថាអ្នកមិនអាចផ្លាស់ប្ដូរជីវិតបានដោយវិធីគិតដដែលៗនិងធ្វើសកម្មភាពដដែលៗបានទេភាគទី1ចានិយាយអំពីសុបិនសម្រាប់ពីដួងចិត្តឲ្យផ្សងព្រេងទៅរកសុបិនធ្វើអ្វីដែលទំនងថាមិនអាចទៅរួចគ្មាននរណាកើតមកមានជីវិតល្អឥតខ្ចោះនោះទេបើអ្នកកើតមកដូច្នោះអ្នកប្រហែលជាមិនចាំបាច់ស្វះស្វែងរកអ្វីគ្មានអ្វីមកជំរុញចិត្តរបស់អ្នកឲ្យគិតស្ថាបនាច្នៃប្រឌិតអ្វីហើយអ្នកក៏នឹងមិនមានសុបិនអ្វីដែរហេតុនេះមិនថាអ្នកជាអ្នកកើតមកនៅក្នុងបរិស្ថានបែបណាមិនថាអ្នកមានឬក៏ជីវិតគ្រួសារបានរៀនសូត្រឬក៏មិនបានអ្នកក៏នៅលើលោកនេះដើម្បីធ្វើឲ្យសុបិនខ្លាយជាការពិតមិនថាអ្នកនៅត្រង់ចំណុចណានាខណៈនេះអ្នកមានអ្វីគ្រប់យ៉ាងស្រាប់ហើយដើម្បីធ្វើអ្វីៗដែលខ្លួនចង់ធ្វើ Anastra Spa Soare ស្ថាបនិកក្រុមហ៊ុនខ្ញុំចាប់ផ្ដើមពីចំណុច0ពី0ពិតមែនណាយើងគ្មានប្រាក់មិនចេះភាសាអង់គ្លេសមិនចេះបច្ចឹមប្រទេសមានវិធីធ្វើការបែបណាទាំងប្រព័ន្ធហិរញ្ញវត្ថុនិងវិធីគិតខ្ញុំមិនចេះសូម្បីតែវិធីសរសេរសាច់ព្រោះនៅឯស្រុករ៉ូម៉ានីមិនធ្លាប់មានសាច់ខ្ញុំត្រូវរៀនអានសរសេរតាំងតែពី ABC ឡើងពុំមានក្មេងបឋមច្រើនប៉ុន្មានទេដែលរៀនធ្លាក់ថ្នាក់ទី2អានអក្សរមិនដាច់តែខ្ញុំប្រឡងធ្លាក់អានមិនដាច់សរសេរមិនកើតម្លោះហើយត្រូវជួបបញ្ហាជាប្រចាំខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានគ្មានសមាធិទីបំផុតក៏ត្រូវគេដេញចេញពីវិទ្យាល័យនៅអាយុ16ឆ្នាំបើជីវិតកាន់តែជួបការលំបាកកម្រិតណាការរំពឹងជោគជ័យនៅក្នុងជីវិតក៏កាន់តែលំបាកដូចគ្នាហើយហេតុការណ៍ទាំងអស់នោះក៏ច្រើនតែជួយជំរុញយើងឲ្យតាមស្វែងរកសុបិនដូច្នោះដែរឪពុកម្ដាយខ្ញុំជាជនភៀសខ្លួនមកកាន់ទឹកដីអាមេរិកយើងផ្ដើមពី0ខ្ញុំចាំបានថាខ្ញុំស្លៀកខោខោចត្រឹមក្បាលជង្គង់ឪពុកខ្ញុំជាឧត្តមសេនីយ៍នៃប្រទេសដែលខ្ញុំភៀសខ្លួនចេញមកនោះលុះមកដល់អាមេរិកគាត់ធ្វើការជាអ្នកជូតសម្អាតបំពង់ផ្សែងខ្ញុំធំធាត់ឡើងនៅក្នុងបរិស្ថានដ៏តានតឹងអំពីការមើលងាយពូជសាសន៍នរណាក៏ស្អប់ខ្ពើមខ្ញុំដោយសារតែខ្ញុំមានជាតិកំណើតបែបនេះកាលខ្ញុំមានអាយុ23ឆ្នាំកូនប្រុសខ្ញុំមានអាយុ2ឆ្នាំកន្លះកាលនោះភរិយាខ្ញុំបានចុះចោលយើងខានបងឈ្នួលផ្ទះអស់រយៈពេល3ខែមកហើយគេក៏ដេញចេញទៅយើងត្រូវដេកនៅក្នុងរថយន្តហើយរើសសម្បកដបលក់ដើម្បីចិញ្ចឹមជីវិតចេញពីរឿងរ៉ាវដែលកើតឡើងកាលពីក្មេងនោះជារឿងដែលពិបាកជឿថាប៉ូលដេហូរីយ៉ាអាចឈានទៅដល់បង្កើតក្រុមហ៊ុនបង្កើតផលិតផលខែសក់ដែលសម្រាប់ជោគជ័យយ៉ាងមហាសាលនោះបានឡើយចង់ពោលសាងជីវិតឲ្យខ្លួនឯងតាមបែបដែលផ្ទុយស្រឡះពីជីវិតដំបូងរបស់ខ្លួនគេធ្វើបានដោយប្រើគុណសម្បត្តិដែលសំបីតែរូបអ្នកក៏មាននៅក្នុងខ្លួនស្រាប់ដូចគ្នាខ្ញុំចាប់ផ្ដើមពី0រស់នៅក្នុងភូមិដ៏តូចមានប្រជាពលករត្រឹមតែ 5000 នាក់គ្មានអគ្គិសនីគ្មានទូរស័ព្ទគ្មានទឹកត្រជាក់តែមួយដបក៏ត្រូវចែកគ្នាហើយយើងត្រូវតម្រង់ជួរចាំបើកស្ករនិងទឹកដោះគោនៅរៀងរាល់ខែមិនថាអ្នកកើតនៅឥណ្ឌាអូស្ត្រាលីសហរដ្ឋអាមេរិកបារាំងឬក៏សិង្ហបុរីសភាវៈនៃការចាប់ផ្ដើមជីវិតមិនមែនជាកត្តាកំណត់ថាអនាគតទៅមុខអ្នកត្រូវតែមានជីវិតបែបណានោះទេគ្មានចំណុចពិសេសវិសាលណាមួយជាគុណសម្បត្តិរបស់មនុស្សដែលថាអ្នកខ្វះខាតនៅក្នុងការសម្រេចឲ្យដល់សុបិននោះទេអ្នកមានអ្វីៗគ្រប់យ៉ាងនៅក្នុងខ្លួនដើម្បីសម្រេចគោលដៅឬអ្វីដែលខ្លួនត្រូវការសូម្បីតែឱកាសមិនសូវមានអំណោយផលប៉ុន្មានក៏ដោយបន្ទាប់ពីការសម្រេចជោគជ័យនៅលើ Football អ្នកមហាវិទ្យាល័យក៏ព្យាយាមចូលទៅលេងនៅក្នុងក្រុម NFL បន្ទាប់មកក៏ឈានទៅដល់ Football លើកកម្រិតពិភពលោកតែក៏មិនបានជាប់ជម្រើសនឹងគេខ្ញុំក៏ដាច់ថ្ងាមិនដឹងថាត្រូវងាកទៅរកផ្លូវណាព្រោះអ្វីគ្រប់យ៉ាងដែលខ្ញុំត្រៀមមកគឺសម្រាប់តែលេង Football តែម្យ៉ាងគត់គឺមួយរំពេចនោះឯងដែលខ្ញុំត្រូវជួបនឹងសំណួរដែលថាបន្ទាប់ពីនេះទៅតើខ្ញុំត្រូវធ្វើអ្វីបន្ទាប់ពីការឈឺចាប់ស្ទើរស្លាប់នៅក្នុងមុខរបួសនៃពេលលេងហុកគីលើទឹកកក Peter បំបីទៅលេងតេនីសនឹងដែរសំបីតែលេងមិនដល់កម្រិតជើងខ្លាំងជួរមុខនឹងមិនធ្លាប់ទទួលជោគជ័យនៅក្នុងការប្រកួតពីមុនគ្មានទាំងលុយទៅគេត្រូវចិញ្ចឹមជីវិតភាគច្រើនដោយទឹកសណ្ដែកមួយដបឬក៏នំប៉័ងជើងមាន់សម្រាប់2ថ្ងៃ2យប់យកមកហាន់ជាចំណិតតូចៗដើម្បីទទួលទានឲ្យបាន5ថ្ងៃបន្ទាប់ពីឈរជើងលើវិស័យតេនីសបាន7ឆ្នាំ Peter ក៏ត្រូវការកំណត់ឲ្យចូលនិវត្តន៍ធ្វើជា Peter ត្រូវត្រឡប់មករកសភាពដែលនៅឆ្ងាយអំពីជោគជ័យម្ដងទៀតគ្រូបង្វឹកតេនីសស្ថាបនិកលុះដល់ពេលត្រូវបង្កើតក្រុមហ៊ុនចាត់ចែងកីឡាតេនីសខ្ញុំរកឃើញថាមាន16ក្រុមហ៊ុនរួចមកហើយដែលគេប្រកបធុរកិច្ចប្រភេទដូចគ្នានេះខ្ញុំមានប្រាក់បន្តិចបន្តួចមានប្រភពកម្ចីប្រជាប្រិយផ្នែកតេនីសនៅមានខ្លះបន្ទប់ធ្វើការរបស់យើងគ្មានកៅអីនៅពី3ឆ្នាំដំបូងយើងចាត់ប្រជុំដោយនាំគ្នាអង្គុយនៅលើឥដ្ឋគ្មានលក្ខខណ្ឌពីខាងក្រៅដែលមកកំណត់ថាសុបិនរបស់អ្នកសម្រេចឬក៏មិនសម្រេចនោះទេមិនចាំបាច់តតែអ្នកមានលុយច្រើនកម្រិតណារៀនបានខ្ពស់កម្រិតណាស្គាល់អ្នកណាខ្លះឬមានបទពិសោធន៍កម្រិតណានោះទេអ្នកគ្រាន់តែរកឲ្យឃើញពីសក្តានុពលរបស់ខ្លួនហើយចេះពីវិធីប្រើសក្តានុពលដើម្បីជំនះលើឧបសគ្គផ្សេងៗដែលមាននៅលើពិភពខាងក្រៅប៉ុណ្ណោះនេះគឺជាអ្វីដែលបុគ្គលសម្រេចជោគជ័យគ្រប់ប្រភេទធ្លាប់ធ្វើរួចមកហើយសម្រាប់អ្នកវិញក៏ដូចគ្នាអ្នកអាចធ្វើបានដូចគ្នាខ្ញុំមានមិត្តម្នាក់ឈ្មោះ Top យើងបានជួបជុំនៅមហាវិទ្យាល័យហើយយើងក៏បានសម្រេចចិត្តបង្កើតធុរកិច្ចរួមគ្នាមួយយើងមានដើមទុនបន្តិចបន្តួចបើនិយាយតាមត្រង់ទៅយើងនៅជាប់បំណុលសិក្សាសងមិនទាន់រួចទៅទៀតយើងព្យាយាមស្វែងរកដើមទុនដើម្បីបើកដំណើរការធុរកិច្ចបន្ទាប់ពីបានឃើញការឃោសនាលើទំព័រកាសែតធំៗដែលប្រកាសរកអ្នកស្ម័គ្រចិត្តចូលរួមនៅក្នុងការពិសោធន៍ផ្នែកវិទ្យាសាស្ត្រដោយសាកល្បងចាក់បញ្ចូលថ្នាំមកក្នុងខ្លួនជាថ្នាំថ្មីប្រឆាំងទៅនឹងអាការៈ Migraine
យើងបានទទួលប្រាក់ឧបត្ថម្ភនៅក្នុងម្នាក់400 ផោនម្ដាយខ្ញុំគិតភ័យជាខ្លាំងខ្ញុំយល់ថាខ្ញុំជាហេតុផលមួយដែលម៉ែជួយយើងម្នាក់បាន$1000ចំណែកឪពុកម្ដាយរបស់ថប់គាត់បានអនុញ្ញាតឲ្យយើងប្រើបន្ទប់នៅក្រោមដំបូលរោងនៅនឹងផ្ទះគាត់កាលពី10ឆ្នាំមុនជីវិតខ្ញុំកំពុងមានដំណើរការល្អប្រសើរសម្រាប់ជោគជ័យនៅលើវិស័យឧស្សាហកម្មទូរទស្សន៍តែក្រោយពីនោះបន្តិចស្ថានភាពអាក្រក់ក៏សម្រុកចូលមកជាបន្តបន្ទាប់នៅក្នុងរយៈពេលតែប៉ុន្មានខែជីវិតខ្ញុំត្រូវដួលរលំក្រែងគ្មានអ្វីជាទីសង្ឃឹមតែនៅខណៈនោះខ្ញុំក៏រកឃើញអាចកំបាំងអ្វីម្យ៉ាងទីបំផុតវាក៏ក្លាយជាភាពយន្តនិងជាសៀវភៅដំបូងរបស់ខ្ញុំសូម្បីតែជីវិតត្រូវដួលរលំទាំងជំហរតែអ្នកនៅតែអាចងើបឈរមកកសាងជីវិតថ្មីបានអ្នកនិពន្ធផ្នែកបំផុសកម្លាំងចិត្តពេលមកដល់ Hollywood ជាលើកដំបូងខ្ញុំចង់ធ្វើជាអ្នកដឹកនាំតន្ត្រីប៉ុន្តែអ្វីៗវាប្រព្រឹត្តទៅមិនសូវល្អនរណាក៏ដឹងដែរថា Hollywood ពុំមែនជាបរិស្ថានដែលល្អប៉ុន្មានទេខ្ញុំចាប់ដើមសេពថ្នាំញៀនស្រាជីវិតធ្លាក់ដល់បាតដាល់ក្នុងរយៈពេលតែមួយសប្តាហ៍អ្នករួមក្រុមហ៊ុនក៏ដកខ្លួនចេញបែកខ្ញែកអស់មិត្តរួមបន្ទប់ក៏កំណត់ឲ្យខ្ញុំរើចេញនៅក្នុងរយៈពេល3ថ្ងៃខ្ញុំឈឺសន្លាក់ជើងឈឺឆ្អឹងខ្នងមួយកំណាត់ក្រោមចំណែកនារីដែលកំពុងខ្សែផ្គប់ក៏ចែកផ្លូវគ្នាត្រឹមតែមួយសប្តាហ៍នៃការធ្លាក់ដុនដាបនេះជាចំណុចចាប់ដើមនៃជីវិតដែលរងការឈឺចាប់អស់រយៈពេលដ៏យូរអង្វែងហើយវាក៏គួរឲ្យរីករាយផងដែរខ្ញុំអាចទប់ទល់ឆ្លងផុតអំពីចំណុចនេះបានហើយខ្ញុំស្បត់ថានឹងមិនវិលត្រឡប់ទៅរកសភាពបែបនោះវិញទៀតឡើយនេះជាពេលដែលខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងស្ថិតនៅចំកណ្ដាលព្យុះហើយបន្ទាប់មកខ្ញុំក៏នឹកឃើញថាតើព្យុះនេះចង់ធ្វើតេស្តខ្ញុំទេដឹងខ្ញុំឆ្លងកាត់កំឡុងពេលបែបនេះនៅពេលដែលមានអ្វីគ្រប់យ៉ាងហើយក៏បែរទៅជារលាយបាត់បង់ទៅវិញយ៉ាងឆាប់រហ័សម្ដាយខ្ញុំបានទទួលមរណភាពពុកមិនសូវយកចិត្តទុកដាក់ហើយគិតមិនឲ្យខ្ញុំជួបមុខឪពុកធំរបស់ខ្ញុំដែលខ្ញុំចាត់ទុកជាទេវតាសម្រាប់ជីវិតខ្ញុំក៏លាលោកចោលខ្ញុំទាំងនៅស្រស់ធ្វើឲ្យខ្ញុំខ្លាចជាជនគ្មានទីជម្រកអ្វីដែលខ្ញុំធ្លាប់មាននៅសុកក៏បាត់បង់អស់ទៅខ្ញុំនៅចាំបានពីអារម្មណ៍មួយដែលថាបើជីវិតមានពេលធ្លាក់វាក៏ត្រូវតែមានពេលអាចផ្លាស់ប្ដូរឲ្យឡើងមកវិញបានដែរព្រោះធ្លាប់ឃើញស្រាប់មកហើយថាជីវិតមានការផ្លាស់ប្ដូរលឿនណាស់បងណាដែលមានជាតិខ្លាញ់លើជាតិស្ករលើជាតិអាស៊ីតចាបងអាចមកជ្រើសមកញ៉ាំជាមួយនឹងផលិតផលទាំង9មុខរបស់ក្រុមហ៊ុន Volten អន្តរជាតិសម្រាប់បងដែលមានជំងឺឈឺសន្លាក់ពុកឆ្អឹងចាលើជាតិខ្លាញ់លើជាតិអាស៊ីតលើជាតិស្ករបងអាចជ្រើសមកប្រើបានបងចាញ៉ាំម្សៅទឹកដោះគោវីតាមីនកាជុកតកជាមួយនឹង V កាហ្វេបូករួមជាមួយនឹង V Alpha Extra វាមិនមែនជាឱសថឬក៏ជាថ្នាំពេទ្យប៉ុន្តែវាគឺជាអាហារថាមពលដែលជួយឲ្យរាងកាយរបស់យើងរឹងមាំចាបំបត្តិការឈឺសន្លាក់ជួយចាជំងឺពុកឆ្អឹងឲ្យប្រសើរល្អឡើងវិញហើយក៏ជួយបង្កើនថាមពលរាងកាយចាលើជាតិខ្លាញ់លើជាតិស្ករជួយបញ្ចុះជាតិខ្លាញ់បញ្ចុះជាតិស្ករបញ្ចុះជាតិអាស៊ីតធ្វើឲ្យរាងកាយមានថាមពលចឹងវាបងប្អូនដែលមានបញ្ហាចាលើជាតិខ្លាញ់លើជាតិស្ករលើជាតិអាស៊ីតចាបងកុំភ្លេចជ្រើសមកញ៉ាំជាមួយនឹង V Alpha Extra ចាជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សទូទៅនិងអ្នកជំងឺទឹកនោមផ្អែមផងដែរសម្រាប់ព័ត៌មានលម្អិតបងអាចលេខទូរស័ព្ទខ្សែឬក៏ឆាតចូល page ខាងបងប្អូនប្រឹក្សាជូនឲ្យបងពិសាកាន់តែមានគុណភាពប្រសិទ្ធភាពខ្ពស់ចាក់ចេញពីជំងឺឲ្យបងប្អូនមានសុខភាពល្អបរិបូរណ៍អរគុណច្រើន